ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំចំហុយតៅហ៊ូពងមាន់បងប្អូនចានាងខ្ញុំចំហុយមួយសាច់ជ្រូកកញ្ច្រាំហើយមានម្ទេសមានពេញប៉ោះមួយផងបងប្អូនចាឥឡូវឆ្អិនណាបងប្អូនចាឈ្ងុយណាស់បងប្អូនហើយចាមកចូលរួមជាមួយនឹងខ្ញុំទាំងអស់គ្នាបងប្អូនលើកពីចក្រានមកណាបងប្អូនចាបងប្អូនមើលរបៀបនាងខ្ញុំចំហុយទាំងអស់គ្នាជាដំបូងនាងខ្ញុំចំហុយតៅហ៊ូឲ្យឆ្អិនសិនណាបងប្អូនចាក៏នាងខ្ញុំដាក់ចំហុយតៅហ៊ូក៏ឆ្លៀតមកឆាសាច់ជ្រូកសិនបងប្អូនចាឥឡូវនាងខ្ញុំចាប់ដើមពពងខ្ទឹមណាបងប្អូនចាពពងខ្ទឹមនឹងឲ្យរៀងឈ្ងុយបន្តិចចឹងណាបងប្អូនចាឲ្យរៀងឈ្ងុយបាននឹងខ្ញុំចាក់សាច់ជ្រូកបងប្អូនចាឥឡូវរៀងក្រហមបន្តិចហើយបងប្អូនចារៀងក្រហមហើយក៏នឹងខ្ញុំចាក់សាច់ជ្រូកបងប្អូនចាបងប្អូនអាចធ្វើដូចនឹងតាមនឹងខ្ញុំបានណាបងប្អូនព្រោះក្លិនឡើងឈ្ងុយបងប្អូនជាតិណាបងប្អូនចាតើហ៊ូចំហុយជាមួយតើហ៊ូពងមាន់ណាចំហុយជាមួយសាច់ជ្រូកឆាបងប្អូនសាច់ជ្រូក3ជាន់ឆាជាតិណាបងប្អូនអើយចាឥឡូវសាច់ជ្រូកក៏អូខេហើយនឹងខ្ញុំកូរត្រឡប់ហើយក៏នឹងខ្ញុំដាក់ប៊ីចេងស្ករទឹកត្រីណាបងប្អូនចាឥឡូវកូររៀងដាច់ទឹកបន្តិចចឹងណាបងប្អូនឥឡូវដាក់ប៊ីចេងស្ករទឹកត្រីប្រេងខ្យងចាគ្រឿងក្រៅស្រេចទៅចំណង់ចំណូលចិត្តបងប្អូនចឹងណាបងប្អូនចាតែនេះខ្ញុំដាក់ទឹកត្រីមួយចុងស្ព្រាប៊ីចេងមួយចុងស្ព្រារ៉ូឌីមួយចុងស្ព្រាស្ករសមួយចុងស្ព្រាចឹងណាបងប្អូនចាឥឡូវអូខេហើយក៏នឹងខ្ញុំដាក់ចាប់ផ្ដើមកូរត្រឡប់បន្តិចចឹងណាបងប្អូនចាដាក់ត្រឡប់បន្តិចក៏នឹងខ្ញុំដាក់ប៉េងប៉ោះចាបុយប៉េងប៉ោះយើងដាក់ខ្លះចឹងណាបងប្អូនឲ្យមានជាតិបន្លែបងប្អូនកុំឲ្យសាច់សុតពេកបងប្អូនចារាល់ដងនេះខ្ញុំចំហុយតៅហ៊ូនេះខ្ញុំដាក់ការ៉ុតតែពេលនេះការ៉ុតអត់មានចឹងនេះខ្ញុំដាក់ប៉េងប៉ោះហ្នឹងបងប្អូនចាប៉េងប៉ោះហើយក៏នឹងខ្ញុំដាក់ស្លឹកខ្ទឹមចាឥឡូវអូខេហើយបងប្អូនចាតៅហ៊ូយើងចំហុយក៏ឆ្អិនណាបងប្អូនចាឥឡូវអូខេហើយក៏នឹងខ្ញុំចាប់ផ្ដើមដួសឆាដាក់ចានបងប្អូនចាដួសឆាដាក់ចានយកមកចាក់ជាមួយតៅហ៊ូដែលកំពុងតែចំហុយបងប្អូនចារៀងផ្សែងហូបជុកឃើញទេបងប្អូនអើយចាឥឡូវក៏នេះខ្ញុំដាក់ក្នុងចានណាបងប្អូនដាក់ចំហុយមកសន្ទុះចឹងណាបងប្អូនចាដាក់ឲ្យចូលជាតិចំហុយមកសន្ទុះទៅចាក៏នេះខ្ញុំលើកមកក្រោមហើយបងប្អូនចាមកចូលរួមជាមួយនឹងខ្ញុំទាំងអស់គ្នាបងប្អូនក្លិនឈ្ងុយណាបងប្អូនអាចធ្វើតាមនេះខ្ញុំបានណាបងប្អូនមកហូបនេះតៅហ៊ូពងមាន់ចំហុយមួយសាច់ជ្រូកកញ្ច្រាំបងប្អូនចាជាតិណាបងប្អូនអើយចាជាតិមហាជាតិបងប្អូនចាតៅហ៊ូពងមាន់នេះជាតិណាបងប្អូនអើយឡើងឈ្ងុយបងប្អូនចាមកចូលរួមជាមួយនឹងខ្ញុំទាំងអស់គ្នាបងប្អូនចាអូខេបាយបាយ